សិតកងោកបងប្អូនធំមែនតែនស្អាតល្អកងោកពណ៌សបាទដើមសាមជួបដល់ពេលនេះជួបដល់ពេលអញ្ចឹងវារីកអស់លេងពីចាយខាងខ្ញុំគេហៅចាយគឺថាសិតកងោកនេះមកនឹង2បាតដៃរបស់ខ្ញុំបានតែ2ដើមគឺស្លបានមួយឆ្នាំងបាទសម្រាប់គ្រួសារតូចបានតែ2ដើម2ផ្សិតហ្នឹងណាដក2ជើងបាទគឺបានមួយសម្លហើយនេះគឺច្រើនដើមបងប្អូនអញ្ចឹងបានច្រើនសម្លនេះល្អមែនតើបងប្អូននេះធំបាទមិនទូចទេនេះបងប្អូនកប៉ាងហើយនេះបាទនេះអានេះនៅកំពុំអានេះវាអត់តន់បែកអត់តន់រីកអត់តន់ចាយខាងខ្ញុំគេហៅចាយរីកនេះអានេះហៅចាយដល់ពីអានេះនៅកំពុំបាទនៅកំពុំនៅឡើយទេវាអត់តន់រីកអញ្ចឹងណាបងប្អូនបាទអូស្អាតមែនតើបងប្អូនធ្ងន់ល្អណាស់នេះវាដោះអញ្ចឹងវាដោះជាប់ដីបាទវាដោះក្រមបាទម្ដុំនោះក៏ស្សិតដែរនេះដើរព្រៃចំមកវងហ្នឹងគឺគ្រប់ទឹកហ្មងបងប្អូននេះហៅសិតកងោកពណ៌សិលមិញដើរចំបើសិនជាដើរចំពីសិលមិញគឺថាវានៅកំពុំច្រើនបាទនេះបាទយើងអត់បានដើរចំទៅពេលអញ្ចឹងវាដួលវាអីចឹងណាវាដោះអានេះបើយើងអត់បានដើរចំវាអត់បានបេះវាទេគឺវាលួយចោលអញ្ចឹងតែបើយើងបានបេះវាគឺបានស្លឬក៏យកទៅលក់ក៏បានដែរបាទឥឡូវនេះគឺគេមានទិញដែរអញ្ចឹងណាបងប្អូនបាទសិតកងោកបាទអញ្ចឹងវីដេអូនេះចប់តែប៉ុណ្ណឹងអរគុណបងប្អូនដែលបានទស្សនាហើយកុំភ្លេចជួយ Subscribe អ្នកមួយផងបងប្អូនជួយចុច Subscribe អ្នកមួយផងនឹងទទួលបានវីដេអូថ្មីប្លែកផ្សេងទៀតបាទសូមអរគុណយើងថាមកដែរ